morning អ្នកទាំងអស់គ្នាឥឡូវនេះម៉ោង7ព្រឹកហើយសម្រាប់ថ្ងៃនេះខ្ញុំមកហាត់ប្រាណនៅសួនសខេងអាកាសធាតុថ្ងៃនេះតិច19អង្សាសេខ្ញុំបានឆែកមើលមុនហ្នឹងចឹងហើយយើងត្រូវពាក់អាវដៃវែងចឹងអ្នកទាំងអស់គ្នាបាច់ឆ្ងល់ទេហេតុអីបានថ្ងៃនេះខ្ញុំមកហាត់ប្រាណប៉ុន្តែគាត់ថាខ្ញុំពាក់អាវដៃវែងដោយសារតែវាតិចហើយថ្ងៃនេះចង់ថតសកម្មភាពខ្លះៗឲ្យអ្នកទាំងអស់គ្នាបានទស្សនាជាពិសេសនៅសួនពេលព្រលឹមមានសកម្មភាពបែបណាចាំមើលខ្ញុំថតឲ្យអ្នកទាំងអស់គ្នាបានទស្សនាទាំងអស់គ្នាកន្លែងម៉ាស្សាជើងនេះខ្ញុំចូលចិត្តជាងគេនៅពេលដែលខ្ញុំមកដល់សួនខ្ញុំមកដល់រំលងមិនក៏បានមកដើរបាន10នាទីដែរព្រោះនៅពេលដែលយើងដើរលើថ្មហ្នឹងយើងមានអារម្មណ៍ថាវាដូចម៉ាស្សាសរសៃជើងរបស់យើងវាមានថាស្រួលមែនតើសម្រាប់ពេលព្រឹកឃើញថាសបោអ៊ំពូគាត់មកហាត់ប្រាណមែនតើហើយពេលគាត់ហាត់ប្រាណហើយគាត់ជុំគ្នាញ៉ាំតែញ៉ាំកាហ្វេមើលទៅតំណមែនតើឥឡូវនេះខ្ញុំនៅខាងកើតស្ទឹងហើយខ្ញុំកំពុងដើរទៅខាងលិចស្ទឹងឥឡូវខ្ញុំបានដើរមកដល់ខាងលិចស្ទឹងហើយអូតិចស្រួលមែនតើពេលព្រឹកចេះទៅយើងដើរមកហើយខ្យល់បក់លិហិមក wow amazing it's good ឥឡូវនេះម៉ោង 7:08 ហើយថ្ងៃទៅបើកទេវានៅពេលដែលថ្ងៃបើកស្រស់ស្អាតមែនតើហើយតិចទៀតខ្ញុំនឹងជិះកង់ទៅផ្ទះវិញហើយវីដេអូរបស់ខ្ញុំប្រហែលជាមានប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តយើងជួបគ្នានៅវីដេអូក្រោយៗបាយបាយ